នៅពេលវេលានេះបងប្អូនទាំងអស់គ្នាមិនមែនជាពេលដែលខ្មែរយើងនាំគ្នារករឿងចោតប្រកាន់ចាចោតទៅអ្នកនេះចោតទៅអ្នកនោះទេសិតតែបងប្អូនកូនខ្មែរយើងទេយើងអាចលើកលែងបានយើងលើកលែងសិនទៅរឿងណាដែលយើងຕົកចាំស៊ូពេលក្រោយនៃការចោតសង្គ្រាមជាយើងស៊ូនាំគ្នាមិនមែនជាពេលដែលយើងត្រូវបែកបាក់សាមគ្គីពេលនេះទេគ្រាន់តែរឿងចាប់ដើមទុះឡើងវិញរវាងកម្ពុជាហើយនិងថៃតែរយៈពេល2ថ្ងៃនេះខ្ញុំមើលឃើញថាបងប្អូនកូនខ្មែរយើងចាប់ដើមខ្វែងគំនិតហែកហួរគ្នាមានរឿងចោតប្រកាន់យល់ច្រឡំគ្នាជាច្រើនអញ្ចឹងជារឿងមួយដែលព្រួយបារម្ភមែនតើរឿងចោតដតីគេមកវាយប្រហារគេចោតប្រកាន់គេមើលងាយគេលៀបពណ៌យើងមិនមែនជារឿងដែលពិបាកដែលយើងត្រូវដោះស្រាយតែអ្វីដែលយើងពិបាកដោះស្រាយគឺបងប្អូនខ្មែរយើងកំពុងតែយល់ច្រឡំលើខ្មែរគ្នាឯងអញ្ចឹងខ្ញុំមិនខ្វល់ថាពេលនេះរឿងការពិតសម្រាប់បងប្អូនខ្មែរយើងបែបណារឿងបែបណាខ្ញុំសូមបងប្អូនទាំងអស់គ្នាតែជាក់ចិត្តដាក់រឿងនឹងចោះទុកម្លែកពេលនេះគេកំពុងតែមកហែកហួរមកឈ្លានពានឈ្លានកេងប្រវ័ញ្ចទឹកដីរបស់យើងសម្រាប់ប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងយើងត្រូវតែឈឺឆ្អាលយើងត្រូវតែឈឺចិត្តថាធ្វើបែបណាដើម្បីការពារទឹកដីការពារប្រទេសជាតិយើងការពារប្រជាជនរបស់យើងមិនមែនជាពេលដែលយើងត្រូវពួកយើងត្រូវឆ្លោះគ្នាទេខ្ញុំនិយាយតាមត្រង់ពេលវេលានេះគឺពួកយើងត្រូវតែធ្វើឲ្យដូចមុនអញ្ចឹងបងប្អូនទាំងអស់គ្នាយើងត្រូវតែរួបរวมគ្នាសាមគ្គីគ្នាជួយឧបត្ថម្ភគ្នាអ្នកណាមានលទ្ធភាពអាចជួយបានប៉ុណ្ណាប៉ុណ្ណឹងបើសិនជាបងប្អូនមិនមានការទុកចិត្តទៅលើបុគ្គលណាបងប្អូនមិនអាចមិនចាំបាច់ឧបត្ថម្ភទៅតាមរយៈបុគ្គលនឹងក៏បានដែរប៉ុន្តែសូមកុំផុសជាសាធារណៈវាយប្រហារបំបាក់ទឹកចិត្តមើលងាយអាចនឹងប៉ះទៅដល់បងប្អូនដែលគេខំប្រឹងថានឹងចង់រកមូលនិធិជួយទៅដល់អ្នកបន្តទៀតក៏គេលែងហ៊ានធ្វើចោះបងប្អូនយើងដែលកំពុងតែត្រូវការបងប្អូនភៀសសឹកបងកងកម្លាំងជួរមុខដែលត្រូវការតើបានអ្នកណាហ៊ានក្នុងការដឹកនាំចេញនឹងយកស្បៀងយកជំនួយទៅជួយពួកគាត់ទេខ្ញុំលើកតែបញ្ហាមួយនេះយកមកនិយាយចឹងសូមបងប្អូនទាំងអស់គ្នាពិចារណាខ្ញុំមិនកាន់ជើងខ្ញុំមិននិយាយទៅលើអ្នកណាទេប៉ុន្តែពេលនេះពួកយើងស្ទើរតែជាខ្មែរដូចគ្នាពួកយើងត្រូវការកម្លាំងសាមគ្គីរួបរวมគ្នាក្រោកឈរឡើងមកវិញនឹងរឿងមួយទៀតខ្ញុំសូមនៅពេលដែលឃើញរូបភាពវីដេអូចល័តតបបោះបងកងកម្លាំងសូមបងប្អូនទាំងអស់គ្នាកុំថតបងហោះកុំថតបង្ហាញលាលឋានអីក៏ដោយដែរគឺកុំបង្ហាញទាំងអស់ព្រោះនេះគឺជាអាយុជីវិតជាពិសេសសូមបងកងកម្លាំងបងកងតបទាំងអស់ត្រូវយល់ចំណុចនេះដែរពីព្រោះខ្ញុំក៏បានឃើញថាបងខ្លះគឺគាត់ធ្វើការថតផុសនឹង live សកម្មភាពរបស់គាត់ផ្ទាល់តែម្ដងបងត្រូវគិតថារឿងពីមុនយើងបានដឹងហើយអញ្ចឹងឥឡូវនេះត្រូវតែការពារសុវត្ថិភាពឲ្យបានខ្លាំងមែនតែនកុំថតបង្ហោះបង្ហាញកន្លែងបងឈរជើងឬបងចល័តតបទៅណាកុំថតបង្ហោះបង្ហាញជាពិសេសប្រជាពលរដ្ឋយើងតែម្ដងអញ្ចឹងចំណុចនេះខ្ញុំសុំឲ្យសុំទៀតខ្ញុំឈឺចាប់ស្រក់ទឹកភ្នែកបងប្អូនទាំងអស់គ្នានៅពេលដែលឃើញបងគឺគាត់ចាប់ផ្ដើមចាក់ចេញពីផ្ទះបងកងកម្លាំងចាប់ផ្ដើមចល័តតបទៀតគឺយើងភ័យយើងឈឺចិត្តយើងឈឺចាប់ប៉ុន្តែទឹកភ្នែកដែលស្រក់មកនេះមិនមែនជាទឹកភ្នែកទុនជ្រាយទេទឹកភ្នែកនៃការឈឺចាប់អញ្ចឹងបងកងកម្លាំងកងតបជួរមុខគាត់បំពេញកាតព្វកិច្ចគាត់ថ្នាក់ដឹកនាំលោកដោះស្រាយនៃកិច្ចការងាររបស់គាត់យើងជាប្រជាពលរដ្ឋយើងត្រូវចូលរួមក្នុងរូបភាពបែបណាដូចដែលខ្ញុំបាននិយាយចឹងយើងចូលរួមរួបរวมសាមគ្គីគ្នាពហិការមិនប្រើរបស់ថៃបងប្អូនដែលអាចចូលរួមផលិតនៅផលិតផលប្រើប្រាស់ឬការហូបចុកផ្សេងកាន់តែប្រឹងប្រែងផលិតឲ្យកាន់តែមានគុណភាពល្អដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេសរបស់យើងដែលយើងមិនចាំបាច់រស់រំពឹងទៅលើប្រទេសដទៃទៀតអញ្ចឹងនេះហើយសុទ្ធតែជាអ្វីដែលយើងចូលរួមទាំងអស់គ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតនៅក្នុងវីដេអូនេះប្រសិនបើឃើញការចល័តតបរបស់បងកងកម្លាំងសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់កុំថតបង្ហោះកុំថតបង្ហាញជាពិសេសបងកងតបដោយផ្ទាល់ខ្លួនសូមបងកុំថតទីតាំងដែលបងឈរជើងកុំថតលៀនឋានកុំថតអីទាំងអស់ជារូបភាពដែលយើងត្រូវតែលាក់បាំងខ្លាំងមែនទែនអញ្ចឹងខ្ញុំសូមអរគុណសូមបងប្អូនទាំងអស់គ្នាចូលរួមសាមគ្គីជាមួយគ្នាដូចមុនឡើងមកវិញណា